Ok, chỉ để số bụng mày bằng bộ ngọt ní file នៅចំពោះមុខខ្ញុំនេះគឺជា Plan SketchUp 3D របស់ទេសវិឡាទំនើបហើយស្រស់ស្អាតណាខ្ញុំបាន model នឹងមកគឺផ្ទះហ្នឹងទូលាយណាខាងក្រោមចតឡានបានយើងមានកន្លែង parking space នៅខាងក្នុងហើយរៀបចំមកលក្ខណៈទំនើប modern ហ្មងមើលទៅគឺលេចធ្លោហ្មងសាងសង់ផ្ទះហ្នឹងខាងក្រោមរៀបបានបន្ទប់2បន្ទប់គេងហើយបើនេះដំបូងយើងប្រក់ក្បឿងយើងប្រើជាប្រភេទក្បឿងហើយអានេះជ្រីក្បាត់ទេជ្រីក្បាត់នឹងឡង់យើងកាត់ពុះផ្នែកខាងមុខនៅខាងលើបងប្អូនហើយចំពោះចំហៀងនេះយើងបិទជាប្រភេទថ្មភ្នំអ្នកនរគ្នាហើយថ្មហ្នឹងគឺស្រុកយើងពេញនិយមបិទចំហៀងហ្នឹងគឺឡាយបិទថ្មធំភ្នំមកសម្បូរធ្វើមែនតើហើយចំពោះការ open space ខាងក្រោមទ្វារប្រួចអីគឺយើងបើកធំដើម្បីយក space និងពលឺហើយខាងហ្នឹងខ្ញុំអត់បានរៀប interior ទេអានេះយើងចាំរៀបនៅពេលដែលយើងមានតម្រូវការ specific យើងបេះសំខាន់ទៅលើ interior ហើយនេះយើងមានជាកូនកញ្ចុះតូចមួយតែយើងអាំងសាច់ឬក៏អង្គុយលេងពេលល្ងាច party dinner ឲ្យជុំគ្រួសារបងប្អូនអូខេចាំមើលខ្ញុំបង្ហាញផ្ទះនេះមានលក្ខណៈវែងបងប្អូនយើងដែលមានដីធំហើយចង់បានផ្ទះដែលមានទំហំរាងធំអាហ្នឹងព្រោះក្បាលរបស់វាខ្ញុំដាក់ក្នុងហ្នឹងចូល8ម៉ែត្រតែខ្ញុំចាប់បានប្លង់ហ្នឹងគឺ8បាទគឺ8ម៉ែត្រពីទឹកហ្នឹងទៅតឹងផ្ទះហើយផ្ទះហ្នឹងអត់សូវខ្ពស់ទេផ្ទះហ្នឹងចង្កេះផ្ទះពីចង្កេះផ្ទះហ្នឹងមកដល់ផ្លូវដើរខាងមុខបងប្អូនសល់ប្រហែលជា4ទឹកដាក់អញ្ចឹងទៅវាអត់ស្គាល់ snap ទីតាំងហ្នឹងជាមួយខ្ញុំដាក់ទៅខាងមុខនេះយើង snap មកហើយអត់ទេតែមិនទឹកទេអញ្ចឹងមួយកម្មនេះវា2ទឹក3កម្មអញ្ចឹងវា6ទឹកកម្មទឹក6ទឹកហ្នឹងបងប្អូនអធិស្ឋានហើយលបងផ្នែកខាងមុខនេះយើងប្រើលបងរុញណាវារុញណាមានប្រើរៃហើយខាងមុខនេះយើងធ្វើជាប្រភេទថ្មបិទថ្មភ្នំថ្មធំណាថ្មភ្នំហ្នឹងបិទមកការ៉េវាចូល30-40រៀលដែរអញ្ចឹងវារៀងថ្លៃដែរការលេងម៉ាតេរីគឺរៀងហំហានដែរបងប្អូនចំពោះជ្រីចកេះហ្នឹងអត់បាច់លេងច្រើនដល់ស្ទប់ជីកអីច្រើនទេលេងបងប្អូនលេងត្រឹមតឡង់ជាងមួយខ្សែមកចកេះមួយហើយនឹងថប់លើមួយមកលេងមកគឺស្អាតមក minimal ទេប៉ុន្តែខ្លឹមដែរបងប្អូនចំពោះផ្ទៃអញ្ចឹងយើងអាចប្រើជាប្រភេទលីប្រផេះឬពណ៌ត្រាវខ្ចីហើយចំពោះដំបូលយើងអាចបាញ់ជាប្រភេទ cladding មកឬក៏ aluminium ប្រទេសឈើ aluminium នឹងក៏ស្អាតដែរវារៀង premier បងប្អូនហើយចំពោះនេះយើងបាញ់ជាស្លឹកឈើរ៉ាមកឬក៏យើងមាន material ដែកផ្សេងហ្នឹងអាចអបជំនួសបានហើយដំបូលនេះប្រើដំបូលក្បឿងមកក្បឿងម៉ាឡេខ្ញុំធ្វើ interior ហើយមួយសាបងប្អូននេះមួយបង្ហាញបាទនេះគឺជា mode interior ខ្ញុំ screenshot មកពីហើយនេះបើយើង pre render ទៅគឺវាអាចចូលទម្រង់ជាលក្ខណៈ villa បែបនេះបងប្អូនហើយបើយើងបានដីទលីផ្នែកខាងចំហៀងផ្ទះនេះទៀតអាហ្នឹងយើងអាចដាក់ជាសួនផ្លូវដើរបែបនេះក៏បានអាហ្នឹងតាមបែបបូរីធំៗដែលគេwealthy បងប្អូនដែលគេមានជីវភាពការរស់នៅបែបដល់លក្ខណៈត្រជាក់ជុំជួបជុំគ្រួសារអីមានសួនច្បារម្ល៉េះបងប្អូនបាទនេះគឺផ្នែកខាងមុខដែលខ្ញុំ short វាមកអានេះយើងបន្ទាប់ពីយើងអាច overlay ទៅលើenvironment ខាងក្រៅនេះតមកទៀតភ្ជាប់ជាមួយនឹងទ្វាររបស់យើងទៅច្រកចេញចូលរបស់យើងទៅយើងមានជាក្រានឬក៏បេតុងអីចឹងមកមានសួនច្បារខាងមុខផ្នែកតូចមួយមកនេះបងប្អូនដូចខ្ញុំលើកឡើងអញ្ចឹងបើយើងមានដីទលាយច្រើនអាចរៀបចំជាសួនច្បារមកគឺការរស់នៅលក្ខណៈ tropical ហ្នឹងគឺ
វាផ្ដល់អារម្មណ៍នៃការកក់ក្ដៅនិងផ្ដល់ផាសុកភាពវាធ្វើឲ្យយើងមានកម្លាំងណា environment បែបហ្នឹងគឺសម្រាប់ខ្ញុំក៏ចង់រស់នៅក្នុងផ្ទះបែបហ្នឹងដែរបងប្អូនយើងមានច្រកទ្វារធំសម្រាប់ឡានចេញចូលហើយច្រកទ្វារតូចសម្រាប់យើងធ្វើម៉ូតូកង់ឬក៏មនុស្សចេញចូលផ្លូវតូចក៏បានអញ្ចឹងយើងមាន2 gateway អូខេបងប្អូនម៉ូតផ្ទះខ្ញុំតាផ្ទះហ្នឹងគឺមានប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានតម្រូវការអាចពិចារណាម៉ូតប្លង់ផ្ទះបែបហ្នឹងបានបើសិនជាចង់សាងសង់ផ្ទះដែលមានលក្ខណៈស្អាតបែបហ្នឹងបងប្អូនអរគុណច្រើនបាយបាយ